ការរស់នៅក្រោមនឹមបរទេសគឺវាវេទនាខ្លាំងណាស់ដូច្នេះហើយគឺជាហេតុផលដែលយើងត្រូវធ្វើការសិក្សាស្រាវជ្រាវអំពីមហន្តរាយប្រទេសនិងអរិយប្រទេសក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិយើងក្លាយទៅជាអរិយប្រទេសយ៉ាងពិតប្រាកដព្រោះមានតែអរិយប្រទេសប៉ុណ្ណោះដែលយើងទាំងអស់គ្នាអាចរស់នៅសុខសេនសាន្តសប្បាយសប្បាយរុងរឿងខ្ញុំសង្ឃឹមថាបេសកកម្មដែលខ្ញុំបានស្រាវជ្រាវរហូតដល់12ឆ្នាំនេះនឹងមានប្រយោជន៍ខ្លះៗសម្រាប់ខ្លួនខ្ញុំនិងប្រទេសជាតិយើងយ៉ាងសំខាន់ជាពិសេសនឹងធ្វើឲ្យប្រទេសជាតិយើងក្លាយទៅជាអរិយប្រទេសយ៉ាងពិតប្រាកដប៉ុន្តែដើម្បីធ្វើឲ្យប្រទេសជាតិយើងក្លាយទៅជាអរិយប្រទេសលុះត្រាតែពលរដ្ឋយើងយល់អំពីអត្ថន័យយល់អំពីខ្លឹមសារយល់អំពីរូបមន្តនិងមាគ៌ាដែលមានចងក្រងនៅក្នុងសៀវភៅអរិយប្រទេសនេះតលតែយើងយល់ទើបយើងអាចយករូបមន្តនិងមាគ៌ានេះទៅកសាងប្រទេសជាតិយើងឲ្យក្លាយទៅជាអរិយប្រទេសយ៉ាងពិតប្រាកដព្រោះមានតែយើងទាំងអស់គ្នាជាអ្នកចូលរួមជាអ្នកធ្វើជាអ្នកកសាងទេទើបយើងអាចរស់នៅសុខសាន្តសប្បាយសប្បាយរុងរឿងទាំងអស់គ្នា